រឿងនិទានមុនគេងកូនក្តានតូចនិងពន្លឺចិត្តល្អនៅក្នុងព្រៃធំមួយមានកូនក្តានតូចមួយឈ្មោះលីនាជាកូនក្តានដែលស្រឡាញ់លេងនិងចូលចិត្តរត់លោតជាមួយមិត្តប៉ុន្តែមានរឿងមួយដែលលីនាមិនសូវចូលចិត្តគឺការចែករំលែកអាហាររបស់ខ្លួនជាមួយអ្នកដទៃថ្ងៃមួយលីនាបានរកឃើញផ្លែឈើផ្អែមៗជាច្រើននៅក្រោមដើមឈើធំលីនាសប្បាយចិត្តខ្លាំងហើយនិយាយថាអូនេះជាអាហារសម្រាប់ខ្ញុំតែម្នាក់ឯងនៅពេលនោះមិត្តរបស់លីនាគឺកូនទុនសាយតូចមួយបានមកជិតហើយនិយាយសុំថាលីនាអ្នកអាចចែកផ្លែឈើខ្លះឲ្យខ្ញុំបានទេខ្ញុំឃ្លានណាស់លីនាមើលទៅហើយគិតក្នុងចិត្តថាបើខ្ញុំចែកអាហាររបស់ខ្ញុំនឹងតិចទៅដូច្នេះលីនាបានឆ្លើយថាសុំទោសខ្ញុំចង់រក្សាទុកសម្រាប់ខ្ញុំផ្ទាល់កូនទុនសាយមានមុខសោកស្ដាយហើយដើរចេញទៅយ៉ាងស្ងៀមស្ងាត់